បាទជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់បាទជាទីគោរពរាប់អានបាទពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរូបមន្តថ្នាំមួយសុំបាទហើយរូបមន្តថ្នាំមួយសុំនេះសម្រាប់ព្យាបាលជំងឺបាទស្គមរីងរៃបាទពីមួយថ្ងៃទៅមួយថ្ងៃគាត់ហូបបាយហូបទឹកបាទសម្រានក៏បានប៉ុន្តែគាត់ស្គមណាស្គមលឿនបាទស្គមលឿនមែនតែនបាទស្រក់គីឡូចុះតោអញ្ចឹងណាបាទពុកម៉ែបងប្អូនហើយថ្នាំមួយស៊ុំនេះប្រើសម្រាប់ព្យាបាលគេហៅថាពឹសក្តៅបាទព្យាបាលពឹសក្តៅឬក៏ពឹសនៅក្នុងឈាមបាទអញ្ចឹងរូបមន្តថ្នាំបាទមាន5មុខណា1 2 3 4 5បាទមាន5មុខណាពុកម៉ែបងប្អូនបាទរូបមន្តថ្នាំមាន5មុខប៉ុន្តែថ្នាំនេះបាទក្នុងការរកมันលំបាកទេពុកម៉ែបងប្អូនអាចរកបានដោយខ្លួនឯងហើយយកបោកបាទធ្វើពិសាដោយខ្លួនឯងចុះបាទទាំង5មុខនេះបាទពុកម៉ែបងប្អូនបាទយកភាគស្មើគ្នាឧទាហរណ៍ថាមួយមុខកន្លះគីឡូអញ្ចឹងណាពុកម៉ែបងប្អូនបាទយើងហាលឲ្យស្ងួតហើយយកមួយមុខកន្លះគីឡូអញ្ចឹងចុះហើយស្ងោរហូបក្នុងមួយថ្ងៃបាទត្រឹមតែ30ក្រាមបាទន័យថាយើងប្រហែលជា3ខាំបាទ3ខាំយើងស្ងោរអញ្ចឹងហើយស្ងោរធម្មតាពុកម៉ែបងប្អូនណាប៉ុន្តែងាស់10នាទីអញ្ចឹងឲ្យវាចេញជាតិតិចហើយហូបបាទហូបតាមសមគួរដែលយើងអាចហូបបានណាបាទហូបទៅយើងដឹងកម្រិតថាថ្នាំហ្នឹងវាខ្លាំងឬខ្សោយប៉ុណ្ណាយើងអាចដឹងដោយខ្លួនឯងបាទប៉ុន្តែសូមជម្រាបពុកម៉ែបងប្អូនណាថ្នាំនេះបើគាត់ស្គមខ្លាំងបាទកុំឲ្យលើស30ក្រាមណាបាទកុំឲ្យលើស30ក្រាមទី1បាទទី2ក្នុងការទទួលទានក្នុងការផឹកបាទត្រូវតែផឹកមានកម្រិតបាទន័យថាកន្លះកែវម្ដងអញ្ចឹងផឹកតែម្ដងកន្លះកែវបានហើយពុកម៉ែបងប្អូនណាអាកែវយើងកាហ្វេតកអីអញ្ចឹងបាទផឹកកន្លះកែវហ្នឹងដើរទៅដើរមក1ម៉ោង2ម៉ោងចាំផឹកកន្លះកែវទៀតបាទអញ្ចឹងណាពុកម៉ែបងប្អូនកុំឲ្យថ្នាំវាខ្លាំងខ្លាចធ្វើទៅគាត់ខ្លាំងព្រោះអីគាត់ស្គមធម្មតាស្គមខ្លាំងគាត់ខ្សោយកម្លាំងហើយណាអញ្ចឹងមិនបងឲ្យយូរបាទខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនអំពីរុក្ខជាតិនៃធាតុផ្សំដូចតទៅបាទអញ្ចឹងពុកម៉ែបងប្អូនបាទទី1ដើមវាយគឺហៅថាវល់វាយបាទចាំបាច់បំផុតគឺដើមវាយណាពុកម៉ែបងប្អូនដើមវាយបាទទី2បាទដើមជន្លោះបាទជន្លោះឬក៏ហៅថាដើមដូនកាយដែលផ្លែវាយើងបេះមកទទួលទានហ្នឹងបាទចំណែកទី3ដើមអញ្ចាញណាដើមអញ្ចាញឬក៏ពុកម៉ែបងប្អូនហៅថាដើមបន្លាអញ្ចាញបាទហើយចំណែកទី5ដើមយុទ្ធកាបាទដើមយុទ្ធកាហ្នឹងស្លឹកវាយើងអាចបេះមកទទួលទានធ្វើជាអន្លក់បានបាទចំណែកផ្លែវាបាទវាជាគ្រឿងប៉ោស្បែកប៉ោឈាមដែរបាទហើយមានបន្លាកងោកបាទដើមយុទ្ធកាវាជាប្រភេទស្តៀងគ្នាជាមួយនឹងវល្លិដែរបាទដើមយុទ្ធកានេះបើដោះម្នាក់ឯងគឺដើមឈើបើដោះមានគ្នាបាទគឺគាត់វាឡើងលើគេហើយវាបើរបៀបថារុក្ខជាតិវល្លិឈើបាទយុទ្ធកាបាទទី3ដើមខ្សោះបាទទី5បាទទី5ដើមខ្សោះណាដើមខ្សោះឬក៏ហៅថាវល្លិធ្នោះបាទវល្លិធ្នោះជាប្រភេទវល្លិទេពុកម៉ែបងប្អូនបាទវល្លិខ្សោះនេះពុកម៉ែបងប្អូនចំណាំយកដើមណាយកដើមមកធ្វើវ៉ាន់សម្រាប់ធ្វើលបធ្វើលបធ្វើដៃបកីធ្វើឯនឹងជាដើមណានឹងហៅថាដើមវល្លិខ្សោះបាទអញ្ចឹងទាំង5មុខនេះបាទដូចខ្ញុំបានជម្រាបជូនហើយណាពុកម៉ែបងប្អូនបាទហើយនៅវីដេអូក្រោយបាទខ្ញុំនឹងចេញវីដេអូបន្ទាប់មកទៀតសម្រាប់ណាព្យាបាលចំពោះបាទស្ត្រីដែលគាត់មានអាការៈស្គមប៉ុន្តែក៏អត់មានឈឺអីទេអត់មានឈឺអីតែគាត់ស្គមណាស្គមហ្នឹងយើងត្រូវប្រើឱសថផ្សេងចំណែកបុរសដែលគាត់ស្គមដែរបាទតែគាត់អត់មានឈឺអីទេក៏យើងអាចប្រើឱសថផ្សេងដែរអញ្ចឹងវីដេអូក្រោយខ្ញុំនឹងចេញវីដេអូមួយទៀតបាទតាក់ទងជាមួយនឹងបុរសស្ត្រីស្គមបាទឥឡូវពេលនេះបាទសូមពុកម៉ែបងប្អូនជួយចែករំលែកវីដេអូខ្ញុំបាទដោយសេចក្តីអនុគ្រោះផងបាទសូមអនុញ្ញាតជូនពរពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនធ្វើដំណើរទៅណាមកណាក្នុងនារដូវចូលឆ្នាំថ្មីនេះ បាទសូមបានសុខសួស្តីសិរីមង្គលកំបីខ្លាយទៅជាបការៈដល់តៃឡើយបាទ
សូមអរគុណសូមជម្រាបលាបាទ